ស្មារតីតែមួយក្រុមយុវជនបូជាការពីយុទ្ធធរក្រោមការបញ្ជាផ្ទាល់ពីអ្នកអង្គការលេនវត្រាបន្តស្រដៃគ្នាដ៏រឹងមាំរៀបចំស្បៀងអាហារលើកទឹកចិត្តគ្រប់គ្រងកងទ័ពជួរមុខនិងប្រជាជនភាគតិចក្នុងកលៈទេសៈស្មារតីតែមួយការពីជាតិពីខ្មាំងសត្រូវក្រុមយុវជនបូជាការពីយុទ្ធធរក្រោមការដឹកនាំរបស់អ្នកអង្គការលេនវត្រានៅថ្ងៃទី16ខែធ្នូឆ្នាំ2025នេះបាននឹងកំពុងបន្តស្រដៃគ្នាបង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំនិងការលើកទឹកចិត្តគ្រប់គ្រងកងទ័ពជួរមុខនិងប្រជាជនភាគតិចជាពិសេសបង្ហាញការគ្រប់គ្រងនិងជឿជាក់សម្ដេចតេជោនិងសម្ដេចធិបតីរាជរដ្ឋាភិបាលនិងវីរៈកងទ័ពដ៏អង្អាចក្លាហានដើម្បីការពារបូរណភាពទឹកដីចាប់តាំងពីមានការវិវហាឈ្លានពានជាថ្មីពីសំណាក់យោធាថៃអ្នកអង្គការលេនវត្រាប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌បានចាត់ក្រុមការងារយុវជនទាំងនៅរាជធានីភ្នំពេញនិងកំពុងឈរជើងក្បែរសមរភូមិនាំយកអំណោយនិងផ្ដល់ជូនវីរៈកងទ័ពជួរមុខនិងជនភៀសសិទ្ធជាបន្តបន្ទាប់ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនៅក្នុងការជួយសម្រាលបន្ទុកលំបាកប្រជាពលរដ្ឋទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរពេលនេះជាពិសេសស្មារតីសាមគ្គីកាន់តែរឹងមាំរបស់ក្រុមយុវជនបានបង្ហាញឲ្យឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរនៅក្នុងកលៈទេសៈដែលប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាកដោយការឈ្លានពានពីប្រទេសជិតខាងនៅពេលជាតិខ្មែររួបរวมគ្នាគ្មានអំណាចណាអាចបំបែកបាក់បានឡើយសូម្បីតែកម្លាំងយោធានិងអាវុធក៏មិនឈ្នះស្មារតីសាមគ្គីជាតិបានឡើយនេះជាមូលហេតុដែលមហាសាមគ្គីជាតិតែងតែជាកម្លាំងស្នូលសម្រាប់ការពារប្រទេស